make up មួយនេះមើលទៅដូចពិបាកប៉ុន្តែពេលដែលផាត់ទៅឡងស្រួលហ្មងប៉ុន្តែអីដែលខ្វះបានហ្នឹងគឺជាផ្កាទឹកដោះនេះពណ៌គេរាងកម្ដៅបែប brownie ប៉ុន្តែជាមួយខ្ញុំប្រាប់ពីរបៀបប្រើអ្នកគ្នាប្រើកាន់តែងាយស្រួលជាងមុនហើយបានច្រើនកន្លែងទៀតហើយយកមក contour ចេញទៅរងមុខឡើងស្អាតតែម្ដងហើយខ្ញុំក៏ធ្វើការ contour ចំមកដោយសារតែចង់ឲ្យចំមកមើលទៅខ្ពស់ដោយពួកអឺរ៉ុបដូចក្នុងរូបនេះអញ្ចឹងណាយីមិនតាន់និយាយផុតផងឥឡូវមកប្រើលើចានទៀតហ្នឹងអ្នកគ្នាឃើញអត់ប្រើបានច្រើនកន្លែងមែនតើហើយក៏ខ្ញុំបានយកវាមកធ្វើជា eyeshadow ដែរដើម្បីឲ្យភ្នែករបស់យើងមានស្មៅស្អាតបន្ទាប់មកខ្ញុំក៏បានមកធ្វើការគូ eyeliner ហើយនឹងធ្វើការដាក់ជាមួយនឹងរោមភ្នែកយក shade ទឹកដោះទៅដែរមកធ្វើការគូជាតបកភ្នែកបន្ទាប់មកយកពណ៌រាងកម្ដៅដើម្បីយកមកដាក់ទៅវាឃើញចេញមកដូចស្មៅចឹងដាក់ក្រោមភ្នែកគឺស្តៀងទៅ style ខ្ញុំផាត់រដងហើយអ្នកគ្នានេះគឺដល់ Wet Blush ប៉ុន្តែខ្ញុំប្រើជាមួយនឹង shade ទឹកដោះទៅដែរនឹងឯអ្នកគ្នានិយាយទៅដាក់មកឃើញមុខរបស់យើងឡើងភ្លឺស្អាតខ្លាំងមែនតើថាអាចដូចតិចមកដើម្បីដូចគេហើយវគ្គមាត់វិញគឺខ្ញុំប្រើជាមួយនឹង shade អង្គាតដែរយកមកលាបឲ្យចេញស្មៅមាត់ស្អាតហើយបន្ទាប់មកយកជាមួយនឹង shade នគរីកយកវាមកបិទបាំងនៅលើកែមមកកន្លែងខ្មៅនិយាយទៅអ្នកគ្នាធ្វើតាមខ្ញុំចឹងឃើញមករបស់យើងស្អាតខ្លាំងមែនតើជាចុងក្រោយ shade ទឹកដោះទៅដែរហ្នឹងយកវាមកលាបមកដើម្បីឲ្យវាស្ទីជាមួយនឹងភ្នែកថ្ពាល់របស់យើងហើយខ្ញុំក៏ថែមលាបកន្លោះតិចមកដើម្បីវាឃើញចាំងធ្វើទៅសក់មក make up របស់យើងគឺរួចរាល់ជាការស្រេចតែប៉ុណ្្នឹងអ្នកគ្នា